ជំរាបសួរបងប្អូនអរគ្នាបាទហើយខ្ញុំធ្វើវីដេអូคลิปខ្លីមួយបាទនិយាយអំពីអ្នកសបាយដើរលេងបាទសបាយរំលែកហើយនឹងអ្នកកើតទុកបាទក៏កើតទុកហើយនឹងអ្នកដែលសបាយលក់ដូរបាទពួកគាត់លក់ដូរផលិតផលចោលសៀមណាប្រហែលជាគាត់មិនបានគិតទេថាប្រទេសជាតិយ៉ាងម៉េចបាត់បង់ទឹកដីយ៉ាងម៉េចបើក៏គិតថាប្រទេសជាតិមានអ្នកដឹកនាំមានអ្នកគិតគូរហើយគាត់គិតនាំឈឺក្បាលគិតគុំបានប្រយោជន៍តែគាត់គិតអញ្ចឹងបានគាត់ខំលក់ដូរយករបស់ធៀមសៀមមកលក់តែគាត់គិតថាសំខាន់រលុយឲ្យបានដាក់កប៉ាល់បានច្រើនទៅណាក៏បានចង់រត់ក៏មានលុយអញ្ចឹងណាប្រហែលជាគាត់គិតអញ្ចឹងបាទហើយមានលុយច្រើនតសាក់តផ្កាយអីបានឡើងទៀតអញ្ចឹងបាទអញ្ចឹងมันគាត់បដែតបដោយបាទឲ្យផលិតផលហូរចូលមកគាត់គិតអញ្ចឹងឯងហើយសង្ស័យថាប្រហែលជាមិនមែនខ្មែរផងពួកអ្នកទាំងឡាយហ្នឹងណាបើខ្មែរគាត់ច្បាស់ថាគាត់ពលិកម្មព្រោះគាត់នឹកឃើញដល់វរៈកងទ័ពនៅជួរមកនឹងពលីទាំងជីវិតសាច់បូជាឈាមស្រស់សាច់ស្រស់ខ្ញុំបងប្អូនខ្ញុំក៏ជាអ្នកលក់ដែរប៉ុន្តែឥឡូវខ្ញុំឈប់លក់ហើយខ្ញុំឈប់លក់យូរហើយផលិតផលថៃតាំងពីផ្ទុះសេចក្តីមកគឺខ្ញុំផ្ដាច់ការទំនាក់ទំនងបាទផ្ដាច់ការលក់ដូរទាំងអស់សូម្បីតែផលិតផលថៃដែលដូរកញ្ចប់ខ្មែរអសរខ្មែរតែផលិតផលថៃបាទមានរោងចក្រមានអីតាក់ទងគ្នាយ៉ាងណាជាមួយខ្មែរក៏ដោយបាទមកបញ្ចុកបស៊ីខ្ញុំមកប្រើមនោគមបែបម៉េចតាក់ទាញខ្ញុំឲ្យទៅរកស៊ីជាមួយវិញយ៉ាងណាក៏ខ្ញុំអត់រកជាមួយដែរបាទខ្ញុំអត់រកទេឲ្យទៅតាក់ទងមួយផលិតផលថៃព្រោះខ្ញុំខួរក្បាលខ្មែរឈាមខ្មែរថ្មីសាច់ឈាមស្បែកសបុលមកគឺខ្មែរអង្គរសុទ្ធបាទអញ្ចឹងខ្ញុំអត់ទៅធ្វើចរិតថោកទាបដើម្បីទៅលុយទេបាទអរគុណច្រើនបងប្អូនបើគាំទ្រវីដេអូនេះជួយ like ជួយ share ម្នាក់មួយបាទខ្ញុំសោកស្ដាយបំផុតអ្នកដែលពលីជីវិតបូជាឈាមសោះសាច់សោះដែលគាត់បាត់បង់ជីវិតគឺខ្ញុំសោកស្ដាយបំផុតជីវិតពួកគាត់មិនអាចយកអ្វីទៅដោះដូរបានមិនអាចកាត់ថ្លៃបានមិនថា100នាក់មិនថា200នាក់តែម្នាក់ក៏ដោយក៏ខ្ញុំសោកស្ដាយខ្លាំងបំផុតបាទឪគេបងគេឪពុកគេបាទមិនធម្មតាមិនបានយកជីវិតកុំគិតថាយកជីវិតគេទៅលេងសើចបាទបងប្អូនកុំគិតហ្នឹងហើយកុំគិតថាมันបានប៉ះពាល់គ្រួសារបងប្អូនយកជីវិតគេទៅលេងសើចកុំគិតអីសោះណាបាទបងប្អូនកុំគិតថាជីវិតម្នាក់ប្រៀបបានដូចជាកូនអុកដែលលោតទៅគេស៊ីបងប្អូនកុំគិតបែបហ្នឹងអីសោះបាទយកអាដាមកតេចំណេះដឹងនិងខួរក្បាលជាមនុស្សយកមកគិតសារជាថ្មីឡើងវិញអរគុណច្រើន